លោកអ្នកបងប្អូនទាំងអស់គ្នាកាលពីវគ្គមុនខ្ញុំបានចែកម្លែកអំពី introductions ដែលខ្ញុំនឹងយកប្រធានបទមួយខ្ញុំដាក់ចំណងជើងថា winning relationship ដែលខ្ញុំជឿជាក់ថានឹងជួយលោកអ្នកបងប្អូនទាំងអស់គ្នាឡើងទៅកម្រិតមួយថ្មីជាមួយនឹងទំនាក់ទំនងដែលលោកអ្នកបងប្អូនកំពុងតែមានលោកអ្នកបងប្អូនដែលស្ថិតនៅក្នុងរដូវកាលដែលនៅលីវនៅឡើយនឹងជួយលោកអ្នកបងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងនៅក្នុងថ្ងៃនេះផ្ទាល់នឹងយកគោលគំនិតមួយដែលខ្ញុំជឿជាក់ថានឹងជួយអ្នកបងប្អូនទាំងអស់គ្នា win within before we win with others ខ្ញុំចង់ចែកម្លែកប្រធានបទនេះគឺចូលយើងយកឈ្នះពីក្នុងមកក្រៅមានភាពខ្លាំងពីក្នុងមកក្រៅមានភាព healthy មានសុខភាពល្អពីក្នុងមកក្រៅមានសុខភាពផ្លូវចិត្តមានសុខភាពគំនិតពីក្នុងមកក្រៅដែលខ្ញុំជឿជាក់ថាបើក្នុងជីវិតរបស់យើងបើយើងមិន healthy យើងចូលទៅការទំនាក់ទំនងក៏យើងមិន healthy ដែរអញ្ចឹងខ្ញុំជឿជាក់ថាវាសំខាន់មែនទែនដែលព្រះជាម្ចាស់ឲ្យយើងឆ្លងកាត់រដូវកាលដែលយើងនៅលីវដើម្បីព្រះអង្គដុសខាត់យើងឲ្យយើងរស់នៅជីវិតដែល healthy នៅពេលដែលយើងចូលក្នុងទំនាក់ទំនងក៏យើងនាំ healthy ដែលយើងមាននឹងទៅកាន់ទំនាក់ទំនងរបស់យើងដែរនៅក្នុងអត្ថបទគម្ពីរមួយបានចែងថាចូលថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្នត្បិតចិត្តគំនិតរបស់កូនយ៉ាងណាជីវិតរបស់កូនយ៉ាងនោះដែរនៅក្នុងសុភាសិតជំពូកទី4ខទី23អញ្ចឹងនៅក្នុងអត្ថបទគម្ពីរនេះបានប្រាប់លោកអ្នកអង្គប្អូនហើយនឹងខ្ញុំថាចូលថែរក្សាចិត្តគំនិតរបស់កូនថែរក្សាចិត្តគំនិតដែលប្រុងប្រយ័ត្នចិត្តគំនិតខាងក្នុងទៅជាយ៉ាងណាជីវិតយើងគឺទៅនោះដែរអញ្ចឹងបើយើងមានចិត្តគំនិតមួយដែលអត់ត្រឹមត្រូវលោកអ្នកអង្គប្អូនទាំងអស់គ្នាចិត្តគំនិតលោកអ្នកបងប្អូនយ៉ាងណាជីវិតលោកអ្នកបងប្អូនយ៉ាងនោះដែរដូច្នេះខ្ញុំពិតជាលើកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យមានជ័យជំនះឲ្យ win inside win on the inside ចំណុចទី1ខ្ញុំចង់ចែកម្លែកអ្នកបងប្អូនទាំងអស់គ្នាbuild on the inside លោកអ្នកបងប្អូននឹងមានភាពខ្លាំង on the outside អញ្ចឹង build on the inside មានន័យថាម៉េចភាសាមួយទៀតយើងអាចនិយាយបានថា build the person before you build the partnership លោកអ្នកបងប្អូនកសាងយើងខ្លួនឯងសិនមុនពេលដែលយើងកសាងជីវិតដែលជាគូជាការកសាងខ្លួនឯងមានន័យថាពីមួយថ្ងៃទៅមួយថ្ងៃយើងអនុញ្ញាតឲ្យព្រះជាម្ចាស់សម្អាតជីវិតរបស់យើងពីក្នុងមកក្រៅតើជីវិតរបស់យើងមានផលផ្លែខាងឯវិញ្ញាណរបស់ព្រះអង្គដែរអត់តើយើងជាមនុស្សដែលចេះទុកចិត្តដែរអត់តើយើងជាប្រភេទមនុស្សដែលមានសេចក្តីស្រឡាញ់យើងជាប្រភេទមនុស្សដែលមានចិត្តសប្បុរសដែរអត់តើយើងជាប្រភេទមនុស្សដែលមានព្រះគ្រីស្ទនៅក្នុងជីវិតរបស់យើងដែរអត់មានលោកគ្រូម្នាក់គាត់បានឧទាហរណ៍ថាបើសិនជាបើធ្វើឲ្យឧទាហរណ៍ចេះផ្លែក្រូចនៅពេលដែលយើងចិត្តក្រូចហើយយើងច្របាច់ក្រូចផ្លែក្រូចនឹងចេញទឹកក្រូចគាត់ចង់យកឧទាហរណ៍មកសួរខ្ញុំថាភារៈដែលឃើញគេយកផ្លែក្រូចច្របាច់ក្រូចចេញទឹកស្វាយអត់ខ្ញុំថាអត់ទេអញ្ចឹងគាត់ចង់បញ្ជាក់ថាផ្លែក្រូចច្របាច់ក្រូចចេញទឹកក្រូចគឺសំដៅទៅលើបើយើងមានព្រះគ្រីស្ទនៅក្នុងជីវិតរបស់យើងមិនថាយើងស្ថិតនៅក្នុងសម្ពាធបែបណាក៏ដោយស្ថិតនៅក្នុងភាពលំបាកបែបណាក៏ដោយស្ថិតនៅក្នុងដំណើរជីវិតបែបណាក៏ដោយចូលឲ្យជីវិតរបស់យើងនៅពេលដែលមានសម្ពាធប្រៀបបីដូចគេច្បាច់នៅពេលដែលស្ថិតនៅក្រោមអ្វីមួយគឺជីវិតរបស់យើងចេញផលផ្លែមកគឺចេញព្រះគ្រីស្ទតាមរយៈជីវិតរបស់យើងទៅកាន់អ្នកដទៃទាំងផលផ្លែនៃព្រះវិញ្ញាណក៏យើងមានទាំងជីវិតជាពន្លឺនៃអំបិលក៏យើងមានទៅកាន់អ្នកដទៃនៅពេលដែលលោកអ្នកបងប្អូនមានចាប់ដើមកសាងភាពខាងក្នុងរបស់យើងលោកអ្នកបងប្អូននឹងឆ្ពោះទៅកាន់កន្លែងមួយដែលកំពុងតែអនុញ្ញាតព្រះជាម្ចាស់សម្អាតហើយយើងកាន់តែ healthy ពីក្នុងមកក្រៅផងដែរចំណុចទី2 strong inside strong in love លោកអ្នកបងប្អូនមានភាពខ្លាំងខាងក្នុងលោកអ្នកបងប្អូនក៏មានភាពខ្លាំងនៅក្នុងដីស្រឡាញ់ទៅកាន់អ្នកអតីតដែលខ្ញុំតែងនិយាយខូតមួយថា we don't fall in love we walk in love ចឹងនៅក្នុងដំណើរជីវិតរបស់គ្រីស្ទបរិស័ទរបស់យើងអត់គ្រាន់តែ fall in love ទេយើង walk in love ធ្វើម៉េចដើម្បីយើង walk in love បានតើយើងមានភាពខ្លាំង strong inside strong in love អញ្ចឹងជាដំណើរមួយដែលខ្ញុំជឿជាក់ថាលោកអ្នកបងប្អូន
សូមព្រះជាម្ចាស់ឲ្យព្រះអង្គដកខាត់លោកអ្នកបងប្អូនប្រចាំថ្ងៃអនុញ្ញាតឲ្យព្រះអង្គប្រទានកម្លាំងឲ្យយើងរៀនស្រឡាញ់អ្នកដទៃឲ្យព្រះអង្គផ្ដល់កម្លាំងពីក្នុងដើម្បីឲ្យយើងអាចរៀនស្រឡាញ់អ្នកដទៃនៅក្នុងជីវិតរបស់យើងផងដែរ strong inside strong in love ចឹងចំណុចទី1ដែលខ្ញុំបានចែកម្លែងមិញ build the person before you build the partnership strong inside strong in love ចឹងចំណុចបន្ទាប់ពីខ្ញុំចង់ចែកម្លែក healthy relationship អញ្ចឹង every relationship start with you បើ you not healthy relationship ច្បាស់ជាអត់ healthy ដែរអញ្ចឹងលោកអ្នកបងប្អូនដែលចង់មានទំនាក់ទំនងដែល healthy ទំនាក់ទំនងដែលល្អទំនាក់ទំនងមួយដែលគោរពកោតខ្លាចព្រះអង្គទំនាក់ទំនងមួយដែលស្គាល់ខ្លួនឯងជានរណាទំនាក់ទំនងមួយដែលស្គាល់ពីការត្រហៅទំនាក់ទំនងមួយដែលចង់ថ្វាយស្រីល្អទៅកាន់ព្រះអង្គឆ្លើយតបនឹងការត្រហៅរបស់ព្រះអង្គទាំងពីរនាក់លោកអ្នកបងប្អូនត្រូវចាប់ផ្ដើមជាមួយនឹងសុខភាពជីវិតរបស់យើងផ្ទាល់លោកអ្នកបងប្អូនអាច check មើលតើ emotion របស់យើងផ្លូវអារម្មណ៍របស់យើងល្អដែរអត់តើវិញ្ញាណរបស់យើងល្អដែរអត់តើចិត្តគំនិតរបស់យើងត្រឹមត្រូវស្របតាមបំណងផាតីបងដែរអត់បើអត់លោកអ្នកបងប្អូនត្រូវអនុញ្ញាតឲ្យព្រះម្ចាស់កែតម្រូវនឹងជួយលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យឡើងទៅកម្រិតមួយថ្មីដែរនៅក្នុងអត្ថបទគម្ពីររបស់ព្រះអង្គបានចែងថាចូលកុំយកតម្រាប់តាមលោកីនេះឡើយតែផ្ទុយទៅវិញចូលកែប្រែចិត្តគំនិតស្របតាមបំណងផាតីព្រះអង្គកែប្រែចិត្តគំនិតមានន័យថាម៉េចពាក្យថាកែប្រែចិត្តគំនិតនឹងមានន័យថាដាក់ព្រះយេស៊ូវគ្រីស្ទឲ្យព្រះអង្គធំនៅក្នុងចិត្តគំនិតរបស់យើងដាក់ព្រះបន្ទូលព្រះអង្គឲ្យធំនៅក្នុងចិត្តគំនិតរបស់យើងទើបយើងអាចកែប្រែចិត្តគំនិតពីលោកីមកកាន់ព្រះគ្រីស្ទនិងព្រះរាជបុត្រព្រះជាម្ចាស់បានខ្ញុំពិតជាលើកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នា everything start with you លោកអ្នកបងប្អូនចង់មានម្នាក់ម្ដងក៏ចាប់ដើមលោកអ្នកបងប្អូនទាំងអស់គ្នាលោកអ្នកបងប្អូនចង់ជោគជ័យក្នុងជីវិតក៏ចាប់ដើមជាមួយលោកអ្នកបងប្អូនទាំងអស់គ្នាដែរដូច្នេះបើលោកអ្នកបងប្អូនទាំងអស់គ្នាដឹងថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងកន្លែងណាដែលជាប់គាំងខ្ញុំលើកទឹកចិត្តឲ្យចូលទៅកាន់ព្រះគ្រីស្ទដើម្បីជួយលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យឡើងទៅកម្រិតមួយថ្មីផងដែរចំណុចចុងក្រោយដែលខ្ញុំចង់ចែកម្លែកជាមួយលោកអ្នកបងប្អូនទាំងអស់គ្នានៅពេលលោកអ្នកបងប្អូនអនុវត្តការកសាងពីក្នុងមកក្រៅអនុវត្តកិច្ចការខ្ញុំបានចែកម្លែកខាងលើមិញហើយលោកអ្នកបងប្អូននឹង win within លោកអ្នកបងប្អូននឹង win ជាមួយអ្នកអតីតដែរអញ្ចឹងងាយស្រួលទេបើយើងមានជ័យជំនះនៅក្នុងជីវិតរបស់យើងអាចងាយស្រួលយកជ័យជំនះជាមួយអ្នកអតីតបានបើយើងមានជ័យជំនះលើដួងចិត្តរបស់យើងក៏អាចងាយស្រួលទទួលបានជ័យជំនះជាមួយដួងចិត្តអ្នកអតីតដូចគ្នាផងដែរអញ្ចឹងដូច្នេះខ្ញុំពិតជាគ្រប់នឹងលើកទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាពិតជាជំរុញដូចគ្នាផងដែរបើលោកអ្នកបងប្អូនទាំងអស់គ្នាដឹងថាខ្លួនឯងកំពុងជាប់គាំងចង់មានទំនាក់ទំនងមួយដែលគោរពកោតខ្លាចព្រះអង្គខ្ញុំលើកទឹកចិត្តលោកអ្នកបងប្អូនទាំងអស់គ្នាចូលទៅកាន់ព្រះអង្គទាំងចិត្តទឹកខ្ទាំចូលទៅកាន់ព្រះអង្គទាំងជីវិតដែលយើងកំពុងតែលំបាកក្តីជីវិតដែលយើងកំពុងតែឆ្លងកាត់អីក៏ដោយចូលទៅកាន់ព្រះអង្គខ្ញុំជឿជាក់ថាព្រះជាម្ចាស់នឹងជួយលោកអ្នកបងប្អូនទាំងអស់គ្នាព្រះជាម្ចាស់នឹងជួយលោកអ្នកបងប្អូនព្រះជាម្ចាស់នឹងសម្អាតលោកអ្នកបងប្អូនទាំងអស់គ្នាផងដែរចិត្តគំនិតយើងបែបណាជីវិតយើងបែបនោះដែរបើលោកអ្នកបងប្អូនចង់មានអ្វីដែលគប់បហាតីព្រះអង្គក្នុងជីវិតលោកអ្នកបងប្អូនចង់ថ្វាយស្រីល្អទៅកាន់ព្រះអង្គទាំងជីវិតផ្ទាល់ខ្លួនទាំងជីវិតដែលមានដៃគូលោកអ្នកបងប្អូនចូលទៅកាន់ព្រះអង្គឲ្យព្រះអង្គកែប្រែចិត្តគំនិតលោកអ្នកបងប្អូនទាំងអស់គ្នាឲ្យស្របតាមរងបហាតីព្រះអង្គដោយសារ you win within and then you will win with others បើនិយាយជាប់